រឿងព្រេងទាំងនេះឆ្លុះបញ្ចាំងពីការគោរពរបស់ប្រជាជនទៅលើបុព្វបុរសនិងការប៉ុនប៉ងបកស្រាយនូវភាពអស្ចារ្យនៃសំណង់ប្រាសាទប៉ុន្តែបើផ្អែកលើប្រវត្តិសាស្ត្រពិតគឺប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឲ្យទិសថ្វាយដល់ព្រះមេដារបស់ព្រះអង្គហើយឈ្មោះតាព្រហ្មនេះទៀតសោតគឺទើបតែហៅតគ្នានៅសម័យក្រោយមកទៀតតែប៉ុណ្ណោះការប្រៀបធៀបប្រាសាទតាព្រហ្មរវាងអតីតកាលសម័យអង្គរនិងបច្ចុប្បន្នកាលបានឆ្លុះបញ្ចាំងឲ្យឃើញពីការផ្លាស់ប្ដូរដ៏អស្ចារ្យពីមជ្ឈមណ្ឌលក្រុងដ៏រស់រវើកនិងមានឥទ្ធិពលមកជាបេតិកភណ្ឌវប្បធម៌ពិភពលោកនិងជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញដែលធម្មជាតិនិងស្ថាបត្យកម្មនៅលាយឡំគ្នាឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺរាជវិហារដែលបរិស័ទបានផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនាមហាយានវាជាមជ្ឈមណ្ឌលសិក្សាអប់រំសាកលវិទ្យាល័យនិងជាទីក្រុងរដ្ឋបាលមួយដ៏ធំទីនេះជាកន្លែងគង់នៅរបស់ព្រះសង្ឃគ្រូបង្រៀននិងអ្នកប្រាជ្ញព្រមទាំងជាកន្លែងប្រារព្ធពិធីបុណ្យសាសនាធំៗជាច្រើនបច្ចុប្បន្ននេះវាក្លាយទៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងជាតំបន់ទេសចរណ៍លំដាប់អន្តរជាតិស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌរបស់ពិភពលោក UNESCO វាលែងជាមុខងារជាសាលារៀនឬជាទីក្រុងទៀតហើយប៉ុន្តែជាទីកន្លែងសម្រាប់មនុស្សជុំវិញពិភពលោកមកទស្សនានិងសិក្សាស្រាវជ្រាវនិងថតរូបភាពជាដើមបើនិយាយអំពីជីវភាពពីអតីតកាលយោងតាមសិលាចារឹកប្រាសាទនេះគ្រប់គ្រងលើភូមិរាប់ពាន់និងមានមនុស្សរស់នៅបម្រើផ្ទាល់នៅក្នុងប្រាសាទជិត 80000 នាក់រួមមានមន្ត្រីជាន់ខ្ពស់ព្រះសង្ឃអ្នករបាំអ្នកថែរក្សានិងកសិករនិងកម្មករបច្ចុប្បន្នកាលគ្មានមនុស្សរស់នៅក្នុងប្រាសាទនេះទៀតឡើយមានតែមគ្គុទ្ទេសក៍ទេសចរឆ្មាំប្រាសាទអ្នកងារអភិរក្សនិងភ្ញៀវទេសចររាប់ពាន់នាក់ដែលមកទស្សនានៅប្រាសាទនេះរួចហើយត្រឡប់ទៅវិញបើនិយាយអំពីទ្រព្យសម្បត្តិនិងទិដ្ឋភាពសេដ្ឋកិច្ចកាលពីសម័យដើមជាកន្លែងដែលស្តុកទុកនៅទ្រព្យសម្បត្តិមហាសាលបើតាមសិលាចារឹកបានកត់ត្រាថាប្រាសាទនេះមានមាសត្បូងមានតម្លៃជាច្រើននិងចានជើងពានប្រាក់រាប់តោនព្រមទាំងសូត្រនិងសម្ភារៈប្រពៃណីជាច្រើនសម្រាប់បូជាបច្ចុប្បន្នកាលទ្រព្យសម្បត្តិមាសប្រាក់ទាំងនោះបានបាត់បង់អស់ទៅតាមរយៈពេលវេលានិងសង្គ្រាមទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ប្រាសាទតាព្រហ្មគឺតម្លៃផ្នែកវប្បធម៌វិស្វកម្មបុរាណនិងចំណូលវិស័យទេសចរណ៍ដែលជួយគាំទ្រសេដ្ឋកិច្ចជាតិនិងអភិវឌ្ឍសហគមន៍មូលដ្ឋានបើនិយាយអំពីស្ថានភាពរូបនិងការរៀបចំពីអតីតកាលជញ្ជាំងប្រាសាទមានពណ៌សឬលាបពណ៌ស្អាតបាតមានដើមឈើដុះពីលើឡើយតួប្រាសាទទាំងមូលត្រូវបានថែទាំយ៉ាងហ្មត់ចត់កម្រាលថ្មស្អាតនិងមានដំបូលជិតល្អការពារទឹកភ្លៀងមកដល់បច្ចុប្បន្នតួប្រាសាទភាគច្រើនបានបាក់ស្រុតហើយក៏ដោះស្លាពណ៌ខៀវខ្មៅអ្វីដែលពិសេសបំផុតនោះគឺឫសឈើធំបានដោះចាក់ស្រេះលើដំបូលនិងជញ្ជាំងដែលមើលទៅដូចជាដីសាជញ្ជាក់ឈាមឬដៃមឹកវាពាត់ប្រាសាទបច្ចុប្បន្នមានការជួសជុលរៀបចំយ៉ាងយកចិត្តទុកដាក់ដោយកិច្ចសហប្រតិបត្តិការដោយរវាងអាជ្ញាធរជាតិអប្សរានិងប្រទេសឥណ្ឌាដោយខ្លះដាក់ទល់ឈើដែកដើម្បីរក្សាលំនឹងប្រាសាទមិនឲ្យរលំប៉ុន្តែរក្សាទុកឫសឈើឲ្យនៅដដែលព្រោះវាជាប្រលឹងទាក់ទាញនៃប្រាសាទនេះនិយាយអំពីបរិយាកាសនិងទេសភាពកាលពីអតីតកាលមានភាពអ៊ូអរដោយសំឡេងមនុស្សម្នាក់ផ្សេងគ្នានឹងការប្រគំតន្ត្រីសម័យបុរាណប៉ុន្តែក៏មានភាពស្ងប់ស្ងាត់បែបសាសនានៅផ្នែកខាងក្នុងបើនិយាយអំពីបច្ចុប្បន្នវិញមានបរិយាកាសបែបព្រៃព្រឹក្សាអាថ៌កំបាំងសំឡេងសត្វបក្សីនិងខ្យល់បក់កាត់ព្រៃក្រាស់លើលំនឹងសំឡេងភ្ញៀវទេសចរចម្រុះជាតិសាសន៍វាបានក្លាយជាទិដ្ឋភាពដ៏ល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយនិងភាពយន្តអន្តរជាតិដូចជារឿង Tomb Raider ប្រសិនបើអតីតកាលនៃប្រាសាទតាព្រហ្មគឺជានិមិត្តរូបនៃអំណាចមាសប្រាក់និងចំណេះដឹងនៃអាណាចក្រខ្មែរនោះបច្ចុប្បន្នកាលនៃប្រាសាទនេះគឺជាការរៀបការដ៏អស្ចារ្យរវាងសិល្បៈដែលបង្កើតដោយមនុស្សនិងអំណាចនៃធម្មជាតិដែលគ្មានទីកន្លែងណាផ្សេងអាចប្រដូចបានឡើយបើនិយាយពីការកសាងនិងការបរិច្ឆេទប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7
ដែលជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយក្នុងសម័យអង្គរប្រាសាទនេះត្រូវបានកសាងឡើងផ្ដើមនៅចុងសតវត្សទី12គឺនៅក្នុងឆ្នាំ1186នៃគ្រិស្តសករាជគោលបំណងនៃការកសាងព្រះបាទជ័យវរ្ម័នទី7បានកសាងប្រាសាទតាព្រហ្មឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមីតាឈ្មោះដើមនៃប្រាសាទតាព្រហ្មគឺរាជវិហារ